សូមនមស្ការចំពោះគុណនៃព្រះរតនត្រ័យសូមក្រាបថ្វាយបង្គំចំពោះព្រះសង្ឃចូលមកកាន់คลิปវីដេអូមេរៀនរបស់ព្រះសម្មាសម្ពុទ្ធជាបន្តទៅទៀតនៅក្នុងមិត្តខ្លែងខ្លាយឬក៏មិត្តផ្លំចំណុចទី4ក្នុងមិត្តផ្លំចំណុចទី4នេះគឺឈ្មោះថាមិត្តដែលនាំឲ្យវិនាសនៅទ្រព្យសម្បត្តិមិត្តភក្តិមែនប៉ុន្តែនាំឲ្យយើងវិនាសនៅទ្រព្យសម្បត្តិហើយមិត្តនឹងនាំយើងទៅយ៉ាងម៉េចគេដឹកនាំយើងគេមានវិធីយ៉ាងម៉េចដឹកនាំយើងឲ្យអស់ទ្រព្យសម្បត្តិឲ្យអស់លុយកាក់ចូលមកស្ដាប់ក្នុងវីដេអូនេះប៉ុណ្ណាមកសិក្សាទាំងអស់គ្នាធម៌របស់ព្រះសម្មាសម្ពុទ្ធមេរៀនរបស់ព្រះពុទ្ធគ្រប់ព្រះអង្គគឺជាសច្ចធម៌ជាមេរៀនពិតមិនដែលសាបសូន្យហើយពិតទូទៅទាំងអស់ក្នុងសង្គមមិនថារឿងក្នុងអតីតអនាគតបច្ចុប្បន្ននេះទេគ្រប់កលៈទេសៈអញ្ចឹងនៅក្នុងមិត្តផ្លំចំណុចទី4ដែលដឹកនាំយើងឲ្យអស់ទ្រព្យសម្បត្តិនេះមានសន្តាន3មាន4សន្តានអត់ទោះមាន4សន្តានដែរទី1គឺគាត់ដឹកនាំយើងឲ្យផឹកទឹកស្រវឹងទី2ដឹកនាំយើងឲ្យដើរតាមច្រកល្ហកខុសកាលទី3ដឹកនាំយើងឲ្យទៅដើរលេងទៅមើលមហោស្រពហើយទី4គាត់ដឹកនាំយើងឲ្យលេងល្បែងចំណុចមួយណាក៏អស់លុយដែរបើកាលណាយើងសែបគប់ជាមួយនឹងមិត្តប្លន់បែបនេះណាមិត្តប្លន់ដែលដឹកនាំយើងឲ្យអស់ទ្រព្យចឹងយើងត្រូវដឹងថាបើអ្នកណាមួយដឹកនាំយើងឲ្យផឹកទឹកស្រវឹងដឹកនាំយើងឲ្យប្រើប្រាស់ថ្នាំញៀនគឺអ្នកនឹងឯងគឺជាមិត្តប្លន់ហើយបំផ្លាញនៅទ្រព្យសម្បត្តិយើងហើយបំផ្លាញដល់សុខភាពយើងទៀតអញ្ចឹងធ្វើឲ្យយើងវិនាសនៅទ្រព្យសម្បត្តិចំណុចទី2ដឹកនាំយើងបបួលយើងឲ្យដើរលេងតាមច្រកល្ហកខុសកាលខុសវេលាកាលណាយើងដើរលេងតាមច្រកល្ហកយើងត្រូវចំណាយលុយត្រូវទិញនេះទិញនោះបរិភោគនៅពេលយប់ត្រូវចំណាយសាំងត្រូវទៅជួបអ្នកនេះអ្នកនោះជួបជាមួយមនុស្សអាក្រក់ត្រូវជន់ដានជើងចោលត្រូវគេចោទគេប្រកាន់ពាក្យតេះដៀលពាក្យរិះគន់អំពីអ្នកដទៃកើតឡើងយើងមនុស្សល្អដល់ទៅពេលយើងទៅសែបគប់ជាមួយគាត់នាំដើរយកប្រឡប់ខុសកាលខុសពេលវេលាជន់ដានជើងចោលគេចោទយើងចាប់យើងដាក់គុកត្រូវបង់លុយដើម្បីរំលោះខ្លួនមកវិញអស់ទ្រព្យឃើញទេទី3ហ្នឹងឯងនាំយើងដើរមើលមហោស្រពខារ៉ាអូខេ concert ចូលមើលកុនសម្បត្តិកុនថ្លៃត្រូវបង់លុយឲ្យគេរឿងនេះរឿងនោះទីកន្លែងប្រគំដូរតន្ត្រីត្រូវអស់លុយណាហើយកាលណាដើរលេងអញ្ចឹងហើយពេលត្រូវញ៉ាំត្រូវផឹកអញ្ចឹងត្រូវអស់ទ្រព្យសម្បត្តិនឹងចំណុចទី3ចំណុចទី4គឺលេងល្បែងមិត្តប្លន់នោះឯងនាំយើងលេងល្បែងចូលកាស៊ីណូចូលលេងអាប៉ោងចូលមាន់ឲ្យតែប្រភេទល្បែងទាំងអស់ហ្នឹងគឺថាមិត្តប្លន់នោះឯងគាត់ដឹកនាំយើងឲ្យទៅលេងល្បែងព្រោះគេដឹងថាយើងមានលុយនឹងអាចស្ដាប់បានមិនលំបាកទេដោយសារក្នុងចំណុចនេះអាត្មាធ្លាប់លើកយកមកហើយដូចជាជាប់តាក់ទងដោយនៅក្នុងអបាយមុខទាំង6ហ្នឹងក៏មានហើយទោសរបស់បុគ្គលដែលផឹកស្រាទោសនៃការដើរលេងតាមច្រកល្ហកទោសនៃការដើរមើលមហោស្រពទោសក្នុងការលេងល្បែងក៏បានលើកមកអស់ហើយក្នុងវីដេអូមុនណាអញ្ចឹងក្នុងចំណុចនេះមេរៀននេះអាត្មាមិនអធិប្បាយអីច្រើនទេគ្រាន់តែលើកបញ្ចប់នៅក្នុងមិត្តប្លន់ទាំង4ប្រភេទនេះដែលជាមិត្តប្លន់ចុងក្រោយណា
ដែលដឹកនាំយើងឲ្យអស់ទ្រព្យទីមួយគឺដឹកនាំយើងផឹកស្រាប្រើប្រាស់ថ្នាំញៀនទីពីរនាំយើងដើរលេងតាមច្រកល្ហកខុសការទី3នាំយើងដើរមើលមហោស្រពហើយទី4នឹងឯងនាំយើងលេងល្បែងប្រមូលមកវិញមិត្តប្លមទាំងអស់មាន4ពួកក្នុងមួយពួកមាន4ចំណុចដូច្នេះទាំងអស់មាន16ចំណុចប៉ុន្តែមិត្តប្លមខាងដើមដែលហៅថាជាមិត្តប្លម4ពួកនោះគឺទី1មិត្តប្លមដែលឃើញតែប្រយោជន៍របស់ខ្លួនទី2មិត្តប្លមល្អតែសម្ដីទី3មិត្តប្លមអឺឃើញភ័យទៅមកជួយកិច្ចការងារយើងទី4មិត្តប្លមឃើញប្រយោជន៍ទៅខ្សែគប់រាប់អានយើងហើយក្នុងមិត្តប្លមមួយហ្នឹងគឺមាន4សន្តានសរុបទាំងអស់មាន16ដូច្នេះនៅក្នុងវីដេអូនេះអាបញ្ចប់មេរៀនរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់បានបង្រៀនមិត្តប្លមមាន4ពួកក្នុងមួយពួកមាន4សន្តានត្រឹមតែប៉ុណ្ណេះសូមឲ្យញាតិញោមសិក្សារៀនសូត្រចុះប៉ុណ្ណាតាមដានក្នុងមេរៀនរបស់ព្រះសម្មាសម្ពុទ្ធជាបន្តបន្ទាប់ហើយវីដេអូក្រោយៗទៀតហ្នឹងអាមានឱកាសមានពេលនឹងលើកធម៌លើកមេរៀនរបស់ព្រះសម្មាសម្ពុទ្ធជាបន្តទៀតមានច្រើនណាស់បងនៅក្នុងធម៌របស់អ្នកគ្រប់គ្រងផ្ទះចឹងសូមជូនពរជូនបុណ្យកុសលសូមបានសេចក្តីសុខបាននូវសេរីសួស្តីសុភមង្គលក្នុងក្រុមគ្រួសារសូមមានសមាធិរួចផុតចាកទុក្ខគ្រប់គ្នាសូមអនុមោទនា